ជំពូកទី30សេចក្តីស្នេហាគឺជាទុក្ខព្រះសាស្តាសម្រាប់គង់ចាំព្រះវស្សាទី4នៅវត្តចេតពុននេះដើម្បីប្រទានបព្វជិដល់អ្នកបួសថ្មីនិងទូនមាននៅអរិយសច្ចធម៌ដល់អ្នកក្រុងសាវត្ថីជារៀងរាល់ព្រឹកព្រះពុទ្ធនិងព្រះភិក្ខុទាំងឡាយតែងត្រាច់បណ្ឌបាតនៅក្នុងទីក្រុងអ្នកស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឥន្ទ្រីដ៏ស្រគត់ស្រគំសមរម្យល្អរបស់ព្រះភិក្ខុសង្ឃទាំងឡាយព្រះសាស្តាទ្រង់បានសម្ដែងព្រះធម៌ទេសនាប្រទានដល់ឧបាសកនិងឧបាសិកាស្ដាប់ជារៀងរាល់សប្តាហ៍ថ្លែងអំពីព្រះនាងមល្លិកាកាលយាងមកដល់ព្រះបរមរាជវាំងវិញព្រះនាងបានបង្គំទូលព្រះផស្តាបសេនតិកោសលថាព្រះរាជកុមារចេតបានលក់ឱធានដែលព្រះអង្គទើបបានប្រទាននោះទៅឲ្យសេដ្ឋីសុទត្តដើម្បីធ្វើវត្តថ្វាយព្រះពុទ្ធព្រះរាជាទ្រង់ត្រាស់សួរទៅព្រះអង្គម្ចាស់ចេតតាមហេតុដែលព្រះអង្គបានទតឃើញនឹងព្រះសណ្ដាប់យ៉ាងពិស្ដារព្រះអង្គម្ចាស់ចេតក៏បានទាំងសូមអនុញ្ញាតអំពីព្រះវរបិតាដើម្បីសូមថ្វាយខ្លួនជាឧបាសករបស់ព្រះដ៏មានព្រះភិក្ខផងប្រសិនបើព្រះមហាក្សត្រទ្រង់ព្រះរាជានុញ្ញាតរសៀលថ្ងៃមួយព្រះពុទ្ធបានទទួលបុរសម្នាក់ដែលប្រកបដោយទឹកមុខស្វិតស្រពោនព្រះពុទ្ធទ្រង់ជ្រាបថាបុរសនេះត្រូវកូនប្រុសដែលជាទីស្រឡាញ់របស់គាត់ទើបនឹងស្លាប់ចោលបុរសឈរស្រែកយំរៀបរាប់នឹងនៅទីបច្ឆាឬសូរយ៉ាងខ្លាំងថាអោកូនប្រុសសម្លាញ់ឪពុកអោកូនប្រុសមាសឪពុកតើកូនទៅណាបាត់ហើយមាណពនោះស្រែកយំសោកបោកខ្លួនរហូតភ្លេចនឹកនាដល់បាយទឹកឬដេកពួនសោះឡើយព្រះសាស្តាទ្រង់ត្រាស់ទៅកាន់បុរសនោះដោយព្រះវិចារដ៏សុភាពទន់ភ្លន់ថាមនាលបុរសកាលបើមានសេចក្តីស្រឡាញ់គឺពិតជាមានសេចក្តីទុក្ខយ៉ាងដូចនេះឯងគ្រាន់តែឮពាក្យដូចនេះបុរសក៏ឆ្លើយប្រកែកនឹងព្រះពុទ្ធភ្លាមថាទេមិនមែនទេព្រះអង្គមានព្រះពុទ្ធដីកាអញ្ចឹងមិនត្រឹមត្រូវទេសេចក្តីស្រឡាញ់មិនដែលបណ្ដាលឲ្យមានទុក្ខទេស្នេហាតែងតែនាំមកនៅសុភមង្គលនិងសេចក្តីសប្បាយរីករាយប៉ុណ្ណោះបុរសដែលមានកូនស្លាប់ចោលនោះដើរចេញទាំងខឹងកំបុតកំបីរកតែព្រះពុទ្ធពន្យល់ប្រាប់យ៉ាងដូចម្ដេចក៏ពុំទាន់ផងបុរសនោះដើរតែលតោលគ្មានទីដៅរហូតទៅឈប់ជជែកជាមួយនឹងពួកមនុស្សមួយក្រុមដែលកំពុងតែលេងល្បែងតាមដងផ្លូវបុរសនោះបាននិយាយប្រាប់ដល់អ្នកទាំងអស់នោះនៅរឿងដែលខ្លួនបានជួបជាមួយនឹងព្រះពុទ្ធអង្គអ្នកទាំងឡាយបានយល់ស្របតាមយោបល់របស់បុរសនោះហើយក៏នាំគ្នាពោលបន្តថាស្នេហានាំឲ្យមានទុក្ខមិនដេចនឹងកើតលោកមាណពឯងនិយាយថាស្នេហានាំមកនៅសុភមង្គលនិងសេចក្តីសប្បាយរីករាយនេះពិតជាត្រឹមត្រូវល្អហើយសមណៈគោតមនិយាយយ៉ាងអញ្ចឹងពិតជាខុសធ្ងន់ហើយមិនយូរប៉ុន្មានដំណឹងនេះក៏បានលេចឮពាសពេញទីក្រុងសាវត្ថីនិងក៏បានក្លាយទៅជារឿងមួយសម្រាប់គេនាំគ្នាលើកទៅយកពិភាក្សាអ្នកដឹកនាំសាសនាផ្សេងជាច្រើនបានពោលអះអាងថាព្រះពុទ្ធពោលខុសនៅក្នុងរឿងស្នេហានេះហើយរឿងនេះក៏បានលេចឮទៅដល់ត្រចៀកព្រះបាទបសេនតិព្រះរាជាមិនងាយជឿថាមានសមណៈឯណានៅក្មេងលហកដូចជាយ៉ាងគោតមអាចសម្រេចពន្លឺត្រាស់ដឹងបានឡើយបើគិតទៅនឹងព្រះអង្គព្រះពុទ្ធមានព្រះជន្ម39វស្សាស្មើនឹងព្រះជន្មរបស់ព្រះអង្គដែរព្រះរាជាមានព្រះរាជឱកាសទៅកាន់ព្រះនាងមល្លិកាថាព្រះសង្ឃដែលអ្នកស្រុកបបួលគ្នាហៅថាព្រះពុទ្ធនោះមិនមែនជាមហាសាស្ត្រាចារ្យបានសម្រេចពន្លឺត្រាស់ដឹងដោយអ្នកស្រុកទាំងឡាយនោះគិតទេព្រះនាងមល្លិកាក៏បង្គំទូលថាហេតុអ្វីដែលនាំឲ្យព្រះផស្តាមានព្រះបន្ទូលយ៉ាងហ្នឹងច្បាស់ជាមានអ្នកណាម្នាក់និយាយអាក្រក់ពីព្រះគោតមហើយព្រះរាជាទ្រង់បន្តថាកាលពីព្រឹកមិញនេះយើងបានឮរាជបម្រើនៅក្នុងរាជវាំងពិភាក្សាគ្នាអំពីពាក្យសម្ដីរបស់គោតមគេនិយាយថាគោតមបានពោលថាសេចក្តីទុក្ខកើតមកពីសេចក្តីស្នេហា
ព្រះនាងមូលិកាក៏បង្គំទូលបន្តថាប្រសិនបើព្រះសមណគោតមមានព្រះបន្ទូលនៅពាក្យយ៉ាងដូច្នោះគឺវាពិតជាគ្មានអ្វីគួរឲ្យសង្ស័យទេព្រះរាជាមានបន្ទូលសោកសៀតដូចជាមិនទាន់អស់ក្រោធពីរោធថាមូលិកាអូនមិនត្រូវពោលពាក្យដូច្នេះទេអូនត្រូវពិនិត្យមើលរឿងនឹងផ្ទាល់ខ្លួនឯងសិនកុំធ្វើដូចជាកូនក្មេងដែលចេះតែជឿលើអ្វីៗដែលគ្រូនិយាយប្រាប់នោះព្រះនាងមូលិកាឈប់មានព្រះសវន័យបន្តទៅទៀតព្រះនាងជ្រាបថាព្រះរាជាមិនទាន់បានជួបជាមួយនឹងព្រះដ៏មានព្រះភ័ក្ត្រនៅឡើយដល់ព្រឹកស្អែកឡើងព្រះនាងមូលិកាក៏ពឹងពាក់ឲ្យមិត្តដ៏ស្និទ្ធស្នាលម្នាក់របស់ព្រះនាងឈ្មោះនាងនលិជនខៈទៅគាល់ព្រះពុទ្ធនិងបង្គំទូលសួរព្រះអង្គថាតើព្រះអង្គមានព្រះពុទ្ធដីកាថាសេចក្តីទុក្ខកើតមកពីសេចក្តីស្រឡាញ់មែនឬមិនមែនបើអញ្ចឹងមែនសូមឲ្យព្រះអង្គជួយពន្យល់ថាតើមកពីហេតុអ្វីដែរព្រះនាងក៏បានផ្ដាំនឹងនាងនលិជនខៈឲ្យចងចាំនៅអ្វីដែលព្រះពុទ្ធមានព្រះពុទ្ធដីកាហើយឲ្យនាំយកមកប្រាប់ព្រះនាងវិញឲ្យបានជ្រាបការយ៉ាងច្បាស់ផងនាងនលិជនខៈបានធ្វើដំណើរទៅគាល់ព្រះពុទ្ធហើយបានទូលសួរព្រះអង្គនៅសំណួររបស់ព្រះនាងមូលិកាព្រះពុទ្ធបានឆ្លើយបញ្ជាក់ថាមនាលនាងនលិជនខៈនៅពេលថ្មីនេះតថាគតបានឮដំណឹងថាមានស្ត្រីម្នាក់នៅក្នុងទីក្រុងសាវត្ថីនេះត្រូវម្ដាយស្លាប់ចោលនាងបានកើតទុក្ខយ៉ាងខ្លាំងរហូតធ្វើឲ្យនាងភ្លេចភ្លាំងស្មារតីនិងដើរសួរគេឯងតាមដងផ្លូវថាតើអ្នកណាបានឃើញម្ដាយខ្ញុំទេអ្នកណាបានឃើញម្ដាយខ្ញុំទេតថាគតក៏បានឮនៅរឿងមួយទៀតដែរថាមានគូសង្សារ2នាក់សម្លាប់ខ្លួនទាំងអស់គ្នាក៏ព្រោះតែមាតាបិតាខាងស្រីបង្ខំឲ្យរៀបការជាមួយនឹងកូនប្រុសម្នាក់ផ្សេងទៀតរឿងទាំងពីរនេះអាចបង្ហាញឲ្យឃើញថាសេចក្តីស្នេហាពិតជាអាចបង្កើតឲ្យមានសេចក្តីទុក្ខនាងនលិជនខៈក៏បានទូលនៅព្រះពុទ្ធវចនៈនេះចំពោះព្រះនាងមូលិកាកាលបានជ្រាបនៅសេចក្តីនោះចប់សពគ្រប់ហើយព្រះនាងមូលិកាក៏ទូលសួរទៅព្រះស្វាមីថាបបិទ្ធព្រះផស្តាតើព្រះអង្គមិនស្រឡាញ់ព្រះនាងវជីរៈដែលជាព្រះរាជធីតារបស់យើងទេឬព្រះរាជាទ្រង់ឆ្លើយតបនឹងសំណួររបស់ព្រះអគ្គមហេសីដោយភ្ញាក់ផ្អើលថាបងពិតជាស្រឡាញ់ព្រះរាជធីតាវជីរៈព្រះនាងមូលិកាក៏ទូលបន្តទៅទៀតថាបើសិនជាមានកើតគ្រោះកាចដល់ព្រះនាងតើព្រះផស្តាទ្រង់កើតទុក្ខដែរឬទេព្រះរាជាទ្រង់ភ្ញាក់ស្រឡាំងកាំងរំពេចនោះព្រះអង្គទ្រង់ទតឃើញយ៉ាងជាក់ច្បាស់ថាចំណែកនៃសេចក្តីទុក្ខក៏មាននៅក្នុងសេចក្តីស្រឡាញ់ដែរដូច្នេះមនុស្សលោកត្រូវតែមានការខ្វល់ខ្វាយក្នុងសេចក្តីស្រឡាញ់របស់ខ្លួនជាប្រកបព្រះរាជាទ្រង់មានព្រះរាជឱកាសជាបន្ទាន់ថាមូលិកាអូនបងនឹងទៅជួបជាមួយសមណគោតមនោះផ្ទាល់ខ្លួនបងនៅក្នុងពេលឆាប់ខាងមុខនេះហើយព្រះនាងមូលិកាទ្រង់ព្រះចិន្តាថាពេលណាព្រះរាជាបានជួបជាមួយនឹងព្រះដ៏មានព្រះភិក្ខព្រះអង្គនឹងយល់ច្បាស់ថាការទូន្មានរបស់ព្រះសាសនានោះតើវាអស្ចារ្យយ៉ាងណាហើយចប់ជំពូកទី30